សួស្តីបងប្អូនអរគ្នាថ្ងៃនេះកាត់អីវ៉ាន់ជូនភ្ញៀវបងប្អូន2អាវខាងលើគឺជាអាវរាងធម្មតាចំពោះអាវខាងក្រោមគឺជាប្រភេទអាវកតុយតៃបងប្អូនហើយការចេញកតុយតៃគឺខ្ញុំបោះពីក្រោមឡើងមកលើណាបងប្អូនម៉ូតមួយប្រភេទនេះកតុយតៃធំតិចដែរបងប្អូនខ្ញុំបោះពីក្រោមឡើងមកលើ11ចេញជើងក្រោមយើងយក7លេខបងប្អូនហើយយើងយកកស្មើដូចគ្នាបងប្អូនកាត់ហើយជាទូទៅកាត់ទុកថ្នេរដេមួយលេខបងប្អូនដោយសារតែផ្នែកខាងលើគឺយើងទុករួចរាល់ហើយអញ្ចឹងយើងកាត់តាមពុំបងប្អូនប្រភេទអាវសាច់ហូលអ៊ីតាលីបងប្អូនជាទូទៅយើងអាចច្នៃបានច្រើនម៉ូតយើងអាចច្នៃទៅតាមប្រភេទកណាត់ឬក៏យើងច្នៃទៅតាមប្រភេទម៉ូតរបស់យើងផងដែរហើយម៉ូតមួយប្រភេទនេះគឺស្រស់ស្អាតពេលដែលរួចរាល់ខ្ញុំនឹងថតបង្ហាញបងប្អូនឲ្យបានឃើញច្បាស់ចឹងហ្នឹងណាចំពោះម៉ូតអាវខាងមុខគឺយើងបញ្ចេញកតុយតៃមួយហើយអត់មួយចំពោះផ្ទាំងចំហៀងនេះគឺយើងបញ្ចេញកតុយតៃដូចគ្នាហើយការទំហំនៃបញ្ចេញកតុយតៃគឺយើងយកដូចគ្នាប៉ុនគ្នាផងដែរកតុយតៃដែលខ្ញុំបញ្ចេញហ្នឹងខាងក្រោមគឺខ្ញុំយក7លេខខ្ញុំវាស់ពីក្រោមឡើងមកលើ11លេខបងប្អូនហើយនេះគឺជាផ្នែកផ្ទាំងខាងក្រោយមួយហើយនិងផ្ទាំងចំហៀងខាងមុខមួយបងប្អូនពីរផ្ទាំងយើងដាក់ផ្ទុយគ្នាបែបនេះដើម្បីឲ្យចំណេញកណាត់ដោយសារតែការកាត់ប្រភេទម៉ូតកតុយតៃគឺយើងចុះកណាត់បន្តិចបងប្អូនអញ្ចឹងយើងត្រូវតែលៃវាដើម្បីឲ្យវាបានចំណេញកណាត់របស់យើងផងដែរហើយនេះគឺជាប្រភេទអីវ៉ាន់ភ្ញៀវដែលគាត់កំងពីម៉ូតពីរពណ៌ដូចគ្នាផងដែរការកាត់ម៉ូតសម្លៀកបំពាក់វាជាតិចនិចមួយសម្រាប់បងដែរជាទូទៅការកាត់ម៉ូតខ្លះគឺយើងបញ្ចេញនៅលើពុំនឹងបើសិនជាបងប្អូនអត់យល់ពាក់ព័ន្ធនឹងការកាត់គឺបងប្អូនអាចមើលវីដេអូនេះបានដោយសារជាទូទៅម៉ូតកតុយតៃខ្លះគឺយើងបញ្ចេញនៅលើពុំម៉ូតខ្លះគឺយើងបញ្ចេញនៅលើកណាត់ដូចខ្ញុំបែបនេះចំពោះខ្ញុំផ្ទាល់គឺខ្ញុំបញ្ចេញនៅលើកណាត់បងប្អូនដោយសារតែខ្ញុំច្បាស់ខ្លួនឯងដោយសារតែជាទូទៅយើងកាត់ជារៀងរាល់ថ្ងៃបងប្អូនអញ្ចឹងម៉ូតបែបកតុយតៃបែបនេះគឺខ្ញុំងាយស្រួលក្នុងការធ្វើជាក់ស្ដែងបើសិនជាបងប្អូនចង់បានពុំអីអានេះខ្ញុំត្រូវធ្វើថ្មីជូនបងដោយសារមានបងជាច្រើនដែលគាត់បានយកពុំពីខាងខ្ញុំទៅដូចគ្នាខ្ញុំអត់បានបញ្ចេញកតុយតៃឲ្យទេតែបើសិនជាបងប្អូនកំងការបញ្ចេញពុំគឺយើងបញ្ចេញនៅលើកតាដើម្បីឲ្យបងប្អូនយកទៅគឺបានកាត់យកតែម្ដងជាក់ស្ដែងបើសិនជាបងប្អូនដែលគាត់មានចំណេះជំនាញគាត់ចេះខ្លះហើយគាត់អាចយកពុំធម្មតាទៅគាត់អាចបញ្ចេញកតុយតៃឬក៏បំបែកម៉ូតផ្សេងទៀតបានម៉ូតខ្លះជាក់ស្ដែងគឺយើងអាចធ្វើនៅលើកណាត់ក៏បានយើងធ្វើលើពុំបានដូចគ្នាបងប្អូនសំខាន់លើបងប្អូនអ្នកច្នៃរៀងខ្លួនជាទូទៅខ្ញុំគឺខ្ញុំធ្វើតាមវិធីខ្ញុំតែបើសិនជាបងប្អូនមានចម្ងល់អីបងប្អូនអាចសាកសួរព័ត៌មាន comment ចូលក្នុងវីដេអូនេះវីដេអូក្រោយខ្ញុំនឹងបង្ហាញតិចនិចពាក់ព័ន្ធនឹងប្រភេទម៉ូដសម្លៀកបំពាក់ផ្សេងក្រៅពីនេះដើម្បីឲ្យបងប្អូនបានចេះនឹងចំណេះជំនាញមួយនេះផងដែរវីដេអូនេះក៏អរគុណបងប្អូនដែលបានតាមដានហើយនឹងជួយ share និងជួយ like វីដេអូឲ្យបងប្អូនម្នាក់មួយផងអរគុណច្រើន